គេបោកយើងបានដោយសារ3ចំណុចនេះទី1គឺដោយសារតែយើងផ្លេចសតិយើងអត់គិតថាគេនឹងបោកយើងអត់មានការប្រុងប្រយ័ត្នអីទេយើងប្រមាថចំពោះស្ថានភាពហ្នឹងដោយសេចក្តីល្អរបស់យើងគិតថាវាមិនអីទេយើងគិតថាគេជាមនុស្សល្អយើងអត់បានគិតចំណុចអវិជ្ជមានរបស់គេណាចឹងហើយការដែលយើងថ្មឹងនៅស្មារតីឬក៏សតិនេះវាគឺជាឱកាសដ៏ល្អរបស់ពួកអាជនអាក្រក់អាក្រៃពួកហ្នឹងវាខូចណាស់វាតែងតែលោភអញ្ចឹងណាវាមិនបង្ហាញនៅសញ្ញាណាមួយយើងដឹងទេហើយជួនជាយើងជាមនុស្សល្អទៀតគិតថាគេក៏ដូចអញណាវាមិនស្អីទេគេដូចអញហើយមនុស្សដែលអាសាចាញ់បោកគេគឺមនុស្សល្អហ្នឹងឯងអាមនុស្សខូចរួចខ្លួនរហូតអាមនុស្សខូចដើរទៅបោកគេរួចខ្លួនរហូតអាមនុស្សល្អហ្នឹងដោយសារតែខ្លួនឯងល្អធៀបថាគេវាល្អដែរវាមិនអីប្រយ័ត្នឡើងវិញទី2គឺដោយសារតែភាពល្ងងខ្លៅល្ងងយកដឹងថាល្បិចបោកវាអញ្ចឹងដំណើរនៃការបោកវាអញ្ចឹងយើងអត់ដឹងយើងអត់យល់ព្រោះការបោកខ្លះវាពោពេញទៅដោយល្បិចកលដ៏ស្ងៀមស្ងាត់ស្ងៀមឈឹងដែលយើងមើលមិនដឹងទេវាគឺជាការបន្លំមួយដែលធ្វើឲ្យយើងអត់មានការចាប់អារម្មណ៍អីទាំងអស់ទោះជាពេលខ្លះយើងក៏មានការរលឹកដឹងឬក៏ប្រុងប្រយ័ត្នថាតិចគេបោកដែរតិចគេបោកទៅប៉ុន្តែយើងមើលដំណើរទៅវាហាក់បីដូចជាសំទំនងស្ងប់ស្ងាត់អត់អីដល់អត់អីចឹងទៅយើងក៏បដ ாய் ទៅហើយទីផុតក៏ក្លាប់ផ្ងាណាចឹងយើងត្រូវតែគិតឲ្យបានគ្រប់ចំណុចទាំងអស់ទី3គឺដោយសារតែយើងលោភលន់ដែរអាការដែលយើងលោភលន់យើងចង់បានហ្នឹងយើងបថុយអត់តន់ច្បាស់ថាវាល្អ 100% ឬក៏វាជោគជ័យ 100% ឬក៏វាបាន 100% ទេហាហ្នឹងដោយសេចក្តីលោភលន់គឺវាជំរុញឲ្យយើងបថុយណាថុយម្ដងបើបានយើងគ្រប់ទឹកបើមិនបានណាយើងកោកស្ញែងដល់បថុយទៅមិនបថុយទៅក៏ប៉ះចំអាមនុស្សបោកគឺថាត្រូវនឹងបំណងរបស់វាគឺគេបោកយើងខ្ទេចដូច្នេះបងប្អូនទាំងអស់គ្នាអ្នកដែលឆ្លងកាត់នឹងការដែលចាញ់បោកគេនេះវាឈឺចាប់ណាឈឺចាប់ណាអ្នកខ្លះគ្រាន់តែចាញ់បោកគេអស់នៅរបស់ទ្រព្យទេប៉ុន្តែខ្លះទៀតវាមកបោកយើងដោយយកដៃយើងប្រើឲ្យយើងខូចឈ្មោះទៀតណាពីរតង់អស់ទ្រព្យហើយគឺយើងខូចឈ្មោះទៀតហើយខ្លះវាមិនត្រឹមតែប៉ុណ្្នឹងទេអស់ទ្រព្យហើយដល់តែអស់ជីវិតទៀតក៏មានដែរអាគេមកបោកអស់ទ្រព្យគឺអាក្រក់ទៅហើយតែអាវាមកបោកឲ្យយើងអស់អីផ្សេងពីហ្នឹងទៀតគឺជាការឈឺចាប់ណាស់ដែលត្រូវប្រុងប្រយ័ត្នដែលត្រូវមានសតិមកទុំពីលើក្បាលយើងរហូតដាស់តឿនខ្លួនរហូតកុំឲ្យយើងចាញ់បោកគេតទៅទៀត